នាងចិត្តសម្រាប់គោរបស់ខ្លួនបាត់ទៅយប់មិញមកពីពេលនោះមកសូមជូនរឿងយាយអាកាលពីព្រៃនាយមានគ្រួសារមួយរស់នៅក្នុងភូមិដាច់ស្រយាលមួយដែលនាងជាប្រពន្ធកំពុងតែពោពោះចិត្តឆ្លងទន្លេហើយស្រាប់តែពេលនោះប្រពន្ធគាត់មានអារម្មណ៍ថាដូចជាឈឺពោះចង់សម្រាលហើយក៏និយាយទៅប្តីថាបងអូនដូចមានអារម្មណ៍ថាឈឺពោះហើយនេះសូមបងទៅហៅយាយមកឲ្យមកឲ្យលឿនឡាយបងអត់ឈឺពោះណាហាអូនចាំបន្តិចសិនទៅណាបងនឹងប្រញាប់ទៅហៅយាយមកពេលនោះដីគាត់បានរត់ផងដើរផងរហូតដល់ផ្ទះយាយមកជួយមើលប្រពន្ធខ្ញុំផងយាយមកនៅអត់ប្រពន្ធខ្ញុំចិត្តឆ្លងទន្លេហើយឆាប់ឡើងយាយមកមានរឿងអីក្មួយប្រពន្ធខ្ញុំឈឺពោះនាងចិត្តសម្រាលកូនហើយមើលទៅយាយឆាប់ឡើងយាយចាំតិចយាយរៀបចំអីវ៉ាន់សិនចៃបន្តិចក្រោយមកយាយមកនិងបុរសជាប្តីបានធ្វើដំណើរឆ្ពោះទៅផ្ទះគាត់យ៉ាងលឿនហើយយាយមកបានជួយសម្រាលកូនឲ្យប្រពន្ធគាត់ចៃឯងបានកូនប្រុសមួយមានសុខភាពល្អណាស់តែចៃឆាប់យកសុខរបស់កូនឯងទៅកប់ឲ្យស្រួលណាបាទយាយខ្ញុំនឹងយកវាទៅកប់ឲ្យស្រួលមិនអីទេមិនទាន់បានយកសុកកប់ចោលផងស្រាប់តែមានអាបមួយកំពុងហោះហើយស៊ីសុកកូនរបស់គាត់បាត់ទៅអាបជួយផងអាបពេលនោះអ្នកភូមិក៏ផ្អាឆោឡោក៏រត់ដេញវាយអាបហើយអាបក៏ហោះគេចខ្លួនបាត់ទៅរឹកឡើងយាយមកបានដើរកាត់ផ្ទះមីឌឿនហើយឃើញសត្វគោគាត់ពោះធំក៏សួរថាណែមីឌឿនគោឯងចិត្តកើតហើយមែនបាទយាយគោខ្ញុំប្រហែល2-3ថ្ងៃទៀតវាកើតហើយមើលថែវាឲ្យល្អណាស់ព្រោះថាភូមិយើងមានអាបផងណាប្រយ័ត្នវាមកស៊ីកូនគោឯងទៅបាទយាយបើអាបនឹងមកខ្ញុំនឹងដេញវាឲ្យងាប់តែម្ដងយាយគាត់តែប្រាប់ចៅទេអញ្ចឹងយាយលាសិនហើយបាទអរគុណយាយយប់ឡើងស្រាប់តែអាបក៏ចេញមកផ្ទះនាយឌឿនមែននាយឌឿនបានដេកលំលក់ដោយភ្លេចខ្លួនមើលគោរបស់ខ្លួនក៏ត្រូវអាបស៊ីគោរបស់ខ្លួនបាត់ទៅអ្នកភូមិនិងនាយឌឿនក៏នាំគ្នាទៅផ្ទះយាយអាបដោយគេដឹងថាផ្ទះគាត់នៅឯចុងភូមិដាច់ស្រយាលពីគេយាយអាបឆាប់សងមេកូននិងកូនគោយើងវិញមកពេលនោះអ្នកភូមិក៏នាំគ្នាស្រែកហៅយាយអាបឲ្យចេញមកយាយអាប
តើអ្នកទាំងអស់គ្នាមកស្រែកនៅទីនេះមានរឿងអ្វីខ្ញុំមិនបានធ្វើអីទេ មិនបាច់មកនិយាយថាមិនដឹងទេយាយនេះហើយដែលជាអាបដែលមកអុកឡុកអ្នកភូមិយើងហើយយប់មិញមកសម្រាប់កូនរបស់ខ្ញុំទៀតអ្នកភូមិខឹងនឹងយាយអាបណាស់ហើយក៏ដុតផ្ទះយាយអាបនោះ កុំដុត ហើយ ផ្ទះ បំរុងនឹងសម្រាប់យាយអាបទៀតតែលោកបងបាននិមន្តមកដល់ហើយក៏រៀបរាប់រឿងរបស់យាយអាបហើយក៏សូមបិណ្ឌបាតជីវិតយាយអាបដោយឲ្យយាយអាបចាកចេញពីភូមិនោះទៅចាប់តាំងពីពេលនោះមកមិនដែលមានអាបមុខណាចូលមកអុកឡុកភូមិគាត់ទៀតឡើយ សូមជូនរឿងប្តីប្រពន្ធតែងបានដីមាសនៅក្នុងគ្រួសារមួយដែលមានជីវភាពក្រីក្រដោយរាល់ថ្ងៃបុរសដែលជាប្តីតែងតែទៅធ្វើការបម្រើឲ្យលោកសេដ្ឋីចំណែកឯប្រពន្ធនៅផ្ទះដាំបន្លែនិងធ្វើការផ្ទះ នៅថ្ងៃមួយលោកសេដ្ឋីក៏បានហៅបុរសជាប្តីឲ្យទៅធ្វើការយើងបានទិញស្រូវរាប់រយបីដូចនេះឯងជួយទៅលើកស្រូវទាំងនោះដាក់ចូលឃ្លាំងឲ្យយើងផងណាហើយយើងនឹងឲ្យថ្លៃឈ្នួលឯងឲ្យច្រើនដោយរាល់ដងអញ្ចឹងបាទលោកសេដ្ឋីខ្ញុំនឹងចេញដំណើរទៅជញ្ជូនស្រូវទុកដាក់ចូលឃ្លាំងជូនលោកម្ចាស់ តុងលោកម្ចាស់ក៏បារម្ភអីល្អហើយឯងធ្វើការងារបានកាន់តែលឿនគឺកាន់តែប្រសើរហើយយើងនឹងហៅឯងឲ្យមកធ្វើការងារផ្សេងបន្តទៀតនៅពេលក្រោយហើយបើឯងមិនបំពេញការងារនេះមិនបានល្អឆាប់រហ័សទេយើងនឹងបញ្ចប់ការងារទាំងអស់ សូមលោកសេដ្ឋីកុំបារម្ភអីខ្ញុំនឹងចាត់ការរឿងនេះជូនលោកដោយមិនឲ្យលោកម្ចាស់ខកបំណងឡើយអញ្ចឹងឯងឆាប់ហូបបាយភ្លាមទៅហើយទៅធ្វើការយើងនៅរងចាំឯងនៅទីកន្លែងធ្វើការណាសូមព្យាយាមធ្វើការឲ្យបានល្អកាន់តែលឿនគឺកាន់តែល្អណាស់ បាទលោកសេដ្ឋីខ្ញុំនឹងប្រញាប់រូតរះទៅឲ្យលឿននឹងធ្វើការឲ្យបានល្អមិនឲ្យលោកសេដ្ឋីទាស់ចិត្តឡើយសូមកុំបារម្ភអីលោកសេដ្ឋីក៏បានធ្វើដំណើរចាកចេញទៅផ្ទះវិញ បងប្រកាសជាហត់មិនខានអញ្ចឹងបងសម្រាប់នៅក្រោមផ្ទះសិនចុះបងរៀបចំបាយទឹកជូនបងពិសា នាងជាប្រពន្ធក៏បានឡើងទៅលើផ្ទះដើម្បីរៀបចំបាយទឹកឲ្យប្តីរបស់នាង មួយប្រុសកំពុងធ្វើដំណើរទៅណាវិញនឹងតើមួយប្រុសអាចប្រាប់អ៊ំបានទេតើនេះគឺជាភូមិអ្វីនឹងនៅទីនេះគេហៅភូមិក្រុមហ៊ុនតើលោកអ៊ំប្រអញ្ជើញមកពីណាដែរលោកអ៊ំបានធ្វើដំណើរមកលេងបងប្អូនហើយក៏បានជ្រុកប្រាក់នៅតាមផ្លូវអស់ហើយឥឡូវអ៊ំមិនទាន់បាន បរិភោគអ្វីនៅឡើយទេតើក្មួយអាចជួយអ៊ំបានទេបាទមិនអីទេអ៊ំប្រុសថ្ងៃនេះខ្ញុំរកប្រាក់ពីផ្ទះលោកសេដ្ឋីបានច្រើនណាស់សូមលោកអ៊ំយកប្រាក់ទាំងនេះយកទៅហូបបាយចុះបន្ទាប់ពីឲ្យប្រាក់ទៅអ៊ំប្រុសរួច
ប្តីបានធ្វើដំណើរទៅមុខបន្តទៀតដោយមិនបានដឹងថាអ៊ំប្រុសនោះគឺជាទេវតាឡើយអ៊ំប្រុសបានប្រែក្រឡាខ្លាចជាទេវតាហើយនិយាយក្នុងចិត្តថាមាណពនេះពិតជាមានចិត្តល្អមែនហើយត្រូវផ្ដល់អ្វីមួយឲ្យទៅគេវិញនៅអ្វីដែលគេធ្វើចំពោះយើងថ្ងៃបន្ទាប់មកទេវតាបានបង្កើតដីមាសមួយកន្លែងឲ្យប្តីប្រពន្ធនោះឈប់សិនក្មួយទាំងពីរតើក្មួយនៅចាំអ៊ំបានទេខ្ញុំនៅចាំលោកអ៊ំប្រុសបានតែនេះគឺជាដីស្រែរបស់លោកអ៊ំមែនទេខ្ញុំទាំងពីរអ្នកប្តីប្រពន្ធនេះកំពុងដើររត់ទិញដីស្រែដែរហ្នឹងលោកអ៊ំពិតមែនហើយនេះជាដីស្រែរបស់អ៊ំចង់លក់វាឲ្យអ្នកទាំងពីរក្នុងតម្លៃមួយជីតែប៉ុណ្ណោះតើក្មួយទទួលទិញពីអ៊ំដែរឬទេហើយម៉េចអ៊ំប្រុសនិយាយលេងឬទេដីស្រែនេះធំណាស់មិនបានអ៊ំលក់ថោកយ៉ាងនេះបន្ទាប់ពីនិយាយរួចទេវតាក៏បាត់ខ្លួនមួយរំពេចហើយប្តីប្រពន្ធទាំងពីរក៏បានទទួលដីស្រែរបស់ទេវតានៅថ្ងៃបន្ទាប់ប្តីប្រពន្ធក៏បានកាប់គាស់ធ្វើស្រែនិងដាំដំណាំផ្សេងៗខណៈពេលកំពុងកាប់គាស់ដីនោះស្រាប់តែប្រទះឃើញសត្វតែមាសគ្រប់ទីកន្លែងព្រះប្រពន្ធទាំងពីរនោះពិតជាមានការត្រេកអរជាពន់ពេកហើយបានអរគុណយ៉ាងខ្លាំងទៅកាន់ទេវតាដែលបានប្រគល់ដីមាសនោះមកឲ្យអ្នកទាំងពីរចាប់ពីពេលនោះមកពួកគេទាំងពីរមានភាពល្អប្រសើរនិងយកប្រាក់មួយចំនួនចែកទានដល់អ្នកភូមិដែលក្រសត់ជាងខ្លួននិយាយពីភូមិតូចមួយមានស្ត្រីចំណេះម្នាក់បានរៀននៃមន្តវិជ្ជាស្នេហ៍រហូតបែកឆ្វេងធ្វើឲ្យខ្លួនធ្លាក់ខ្លាចជាបិសាចនៅពេលយប់ស្ត្រីនោះបានខ្លាចជាបិសាចហើយតែងតែដើរទៅសម្លាប់បុរសនៅក្នុងភូមិណែនាយឿនភូមិយើងឥឡូវដូចជាចម្លែកដល់ហើយឮថាមានមនុស្សស្លាប់រហូតអញ្ចឹងពិតមែនហើយណាមួយឃើញតែស្លាប់ចំពោះប្រុសទៀតឯងដូចជាមានការសង្ស័យដល់ហើយឯងមើលទៅក៏គិតមិនខុសពីអញដែរតើអ្នកនឿនិងអ្នកយឿនគិតថាជាអំពើអាក្រក់មែននឹងហើយពិតជាមានធ្មប់ឬបិសាចពិតមែនហើយយើងដឹងទៀតថាជាអំពើរបស់អ្នកណាពិតជាដូចខ្ញុំគិតដែរអញ្ចឹងតែយើងក៏មិនអាចសន្និដ្ឋានអញ្ចឹងដែរត្រូវតែបញ្ជាក់និងជួយអ្នកភូមិយើងផងត្បិតតែអ្នកយឿនឯងក៏ជាអ្នកចេះដឹងខាងនឹងស្រាប់បាទលបងតែយើងត្រូវរួមកម្លាំងគ្នាព្រោះថាធ្មប់នេះមើលទៅមិនធម្មតាទេបើតែខ្ញុំម្នាក់ក្រែងមិនអាចឈ្នះអញ្ចឹងលោកបងត្រូវតែជួយគ្នាណានឹងហើយអ្នកយឿនបើពិតជាធ្មប់មែនយើងមិនត្រូវធ្វើប្រហែសទេមានតែអ្នកទាំងពីរទេដែលអាច
ជួយបានព្រោះអ្នកទាំងពីរជាអ្នកចាស់ទុំនៅទីនេះនិងចេះដឹងនៅក្នុងភូមិយើងផង មិនអីទេអញ្ចឹងយប់នេះយើងនឹងដាក់វេនគ្នាយាមព្រោះថាធ្មប់នេះយប់ឡើងវានឹងចាញ់មកបើពេលថ្ងៃវាមិនហ៊ានចាញ់មកធ្វើបាបមនុស្សយើងទេ យប់ឡើងផ្ទះរបស់អ្នកបិសាចក៏មានពន្លឺខ្លាំងហើយក៏បានដើរចេញមកនៃបិសាចមុខនោះក៏សំដៅទៅផ្ទះអ្នកភូមិតែជិតដល់ផ្ទះអ្នកភូមិក៏ស្រាប់តែពូលឿននិងពូយឿនស្រែកហៅធ្មប់ពីលើដើមឈើ ណែនាងធ្មប់ដើរទៅណាទៅធ្វើបាបគេទៀតហើយឬមិនមិនចេះអាណិតអាសូរគេហើយខំធ្វើបុណ្យកុសលកុំឲ្យអាភ័ព្វដូចជាតិនេះទៀត នឹងហើយនឹងធ្មប់យើងដឹងថានាងខំរៀនស្នេហ៍រហូតបែកឆ្វេងនៅនេះតែបើនាងនៅតែធ្វើបាបគេយើងក៏មិនអាណិតនាងដែរយើងមិនខ្លាចឯងទេហើយយើងក៏នឹងសម្លាប់ប្រុសៗនៅក្នុងភូមិនេះឲ្យអស់ពេលនោះនាងធ្មប់ក៏ហោះទៅបំរុងនឹងសម្រាប់ពូយឿននិងពូលឿនតែក៏មិនអាចចូលចិត្តគាត់ទាំងពីរបានឡើយ ឯងស្មានតែរៀបរៀងយើងបានមែនទេ មុខក៏សូត្រប្រើសិលម្ដងទៀតតែពូលឿនក៏សូត្រមុនប្រើខ្សែចងមុខជាប់ហើយពូយឿនក៏ប្រើសត្វអាគមជាន់មុខនោះរហូតស្លាប់បាត់ទៅចាប់តាំងពីពេលនោះមកមិនមានមុខណាឬអ្នកណាហ៊ានយាមមុនស្នេហ៍អាគមមុខទៀតឡើយហើយអ្នកភូមិក៏រស់នៅសុខសាន្តទៅ